Ok តើតើជាមួយនឹងបំពង់ទីបជ័រជាមួយនឹងប្រភេទខ្សែលួសឬក៏ដែកចឹងយើងដឹងហើយថាពួកវាមានរាងជាស៊ីឡាំងមកបំពង់ទីបជ័រមួយមានកាំស្មើនឹង3សង់ទីម៉ែត្រចឹងកាំគឺតាំងដោយអក្សរ អហើយមានប្រវែងហ្នឹងយើងតាំងដោយ L ចឹងអាចតាំងដោយ L ក៏បានតាំងដោយ H ក៏បានដែរត្រង់នេះខ្ញុំតាំងដោយអក្សរ L វា12ម៉ែត្រ12ម៉ែត្រចឹងហើយទាំងអស់គ្នាបែកឲ្យដូចជាមួយនឹងកាំយើងបែកទៅជាសង់ទីម៉ែត្រទៅងាយស្រួលជាងណាយើងគុណនឹង100ទៅវាឃើញ1200ម៉ែត្រ1200សង់ទីម៉ែត្រនៅមកគេសួរថាតើបំពង់នេះអាចផ្ទុកទឹកបានប្រមាណផ្ទុកទឹកបានមៀតប្រមាណចឹងយើងប្រើប្រាស់រូបមន្តខ្ញុំឲ្យរូបមន្តហើយខ្លាចអ្នកនរគ្នាអត់ចាំហ៎ចឹងអ្នកនរគ្នាប្រើ L ក៏បានប្រើ H ក៏បានដែរដោយសារតែពាក្យច្រើនទៅតើទៅបំពង់ទីបជ័រគេនិយាយពីប្រវែងច្រើនជាកម្ពស់បើតាមជាក់ស្ដែងស៊ីឡាំងយើងនិយាយកម្ពស់តែបំពង់ទីបជ័រយើងនិយាយប្រវែង L ចឹងទៅអ្នកនរគ្នាអាចដូរកន្លែង H នេះទៅជា L ក៏បានដែរអក្សរ L ណាចឹងរូបមន្តឲ្យស្រាប់ហើយអ្នកនរគ្នាបន្តិចឲ្យចាំពេលដែលប្រឡងមិនប្រកាសថាគេឲ្យយើងមកចឹងឯងចឹងផៃស្មើប៉ុន្មានផៃគឺ 3.14 ចឹងបើយើងអត់ដឹងផៃហ្នឹងធ្វើក៏អត់ចេញដែរចឹងខ្ញុំចំនួនចូលណាដោយសារតែមានរូបមន្តស្រាប់ហើយ 3.14 គុណនឹង a ការ៉េ 3ការ៉េ3ការ៉េមិនមែន6ណា3ការ៉េ9តែច្រឡំគុណនឹង6 L គឺ1200សង់ទីម៉ែត្រអស់នេះគុណឲ្យខ្លួនឯងខ្ញុំគិតថាខ្ញុំអត់គុណឲ្យទេចឹងចម្លើយវាចេញជាសង់ទីម៉ែត្រគីបដោយសារនេះសង់ទីម៉ែត្រការ៉េហើយនេះសង់ទីម៉ែត្រទៀតចឹងវាឡើងជាសង់ទីម៉ែត្រគីបអ្នកនេះគុណលេខដោយខ្លួនឯងមកមើលលំហាត់ទី8នេះកណនីមិត្តខ្សែលួសមានដូចជាស៊ីឡាំងដែរដែលមានកក់ផ្ចិតចឹងគេប្រាប់យើងមក D គេឡើងប្រាប់យើងជាកម្មហ៎ប៉ុន្តែអ្នកនេះដឹងទេប្រាប់អ្នកនេះដឹងថាកម្ម2ដងទៅបានវាស្មើ D ទាំងអស់នេះគេហៅ D ចឹងបើចង់រក A វិញអ្នកនរគ្នាយក D នឹងចែកជា2ទៅអ្នកនរគ្នា D ចែកជា2ឃើញ A ហើយចឹង D ស្មើ1 cm ចឹងចែកជា2ទៅនឹងមក A ហ្នឹងស្មើ1 cm ចែកជា2ឃើញកន្លះ 0.5 cm ចឹងហើយកម្មគឺ 0.5 cm ណាហើយប្រវែងនេះអ្នកនរគ្នាបំបែកនេះ250ហ្នឹងអ្នកនរគ្នាគុណនឹង100ទៅឃើញ25000សង់ទីម៉ែត្រអញ្ចឹងអ្នកនរគុណដូចមិញអញ្ចឹងណាផាយឲ្យចាំណា 3.14 V ស្មើ 3.14 គុណនឹង R គឺ 0.5 cm គុណនឹង 25000នឹងអស់នេះ 0.5 នេះ 0.5 លើកជាការ៉េហ្នឹងយើងត្រូវយក 0.5 នេះទៅគុណ 0.5 ឲ្យបាន2ដងមិននេះ 0.5 គុណនឹង2ណាឃើញមិនហើយអ្នកនរនេះទៅគុណនឹង 3.14 ហើយគុណនឹង 3.14 ហើយអ្នកនរនេះគុណ 25000 នោះចម្លើយវាសង់ទីម៉ែត្រគីបដែរខ្ញុំអត់ធ្វើឲ្យទេយើងធ្វើខ្លួនឯងតោះគេមានដែក14លីអ្នកនរគ្នាដែក14លីគឺគេសំដៅទៅលើអង្កត់ផ្ចិតណាលំហាត់ពេលខ្លះគេអត់ប្រាប់យើងត្រង់ទេដែក14លីគឺមានន័យថាអង្កត់ផ្ចិតវា14លីនឹងឯងគឺ14មីលីម៉ែត្រគឺ D ស្មើ14 mm ជាងអ្នកនោះនេះហៅ A បានណាយក D ចែកទាំង2ទៅ14ចែកនឹង2បាន7 mm ហើយអ្នកទាំងអស់គ្នាឃើញថាគេឲ្យប្រវែងមកហ្នឹង2ម៉ែត្រចឹង L នឹង2ម៉ែត្របំបែកទៅជា mm ទៅគុណនឹង1000ណាគឺឃើញ2000 mm 2000មីលីម៉ែត្រលំហាត់គេឲ្យកណនីផ្ទៃមុខកាត់នៃដែកចឹងផ្ទៃមុខកាត់ជារាងអីគេរាងវងមិនចឹងទេផ្ទៃមុខកាត់នឹងរាងវងចឹងរូបមន្តខ្ញុំឲ្យមកហើយយើងត្រូវចាំណាព្រោះពេលប្រឡងគេមិនប្រកាសថាឲ្យដូចលំហាត់ដែរគ្រូដាក់ឲ្យទេចឹងរូបមន្តគឺ A ស្មើនឹង pi A ការ៉េនឹងឯងដែល pi ត្រូវតែដឹងឯណាគេអត់ប្រាប់ក៏យើងដឹងដែរវាជា14គុណនឹង A មិញនេះយើងរកពីលើមកឃើញ7 mm ចឹងមកពេលប្រឡងហើយគេសិនមកអ្នកនេះដាក់នៅខាងក្រោមណាកុំរកដាក់ទៅខាងលើដូចខ្ញុំសរសេរចុះមកខាងក្រោមនេះមកអូខេតោះគឺឃើញ7 mm ខ្ញុំកែនេះហើយចឹង7ការ៉េ49ណាយក 3.14 ហ្នឹងមកគុណនឹង49មិនមែនគុណ14ទេច្រឡំ7ការ៉េ14អូនេះគុណមកឃើញហើយចឹងຂະຫນាត់វាគឺជា mm ការ៉េណាផ្
ផ្ទៃឯផ្ទៃគឺការ៉េបន្ថែមទៀតមកហមៀត v ស្មើផៃ a ការ៉េណោះផៃ a ការ៉េនេះគុណនឹង l តែទាំងអស់គ្នាសង្កេតមើលថាអ្នកនរគ្នាថារកហើយនេះផៃ a ការ៉េផៃ a ការ៉េនឹងជាអីជា s ជាកន្លះផ្ទៃខាងលើនោះអញ្ចឹងមិនចាំបាច់កណនាទៀតទេអ្នកនរគ្នាគ្រាន់តែយក s តែអ្នកនរគ្នាឃើញនៅក្នុងនេះយកមកជំនួសចូលកន្លែងនេះមកទៅគុណនឹងប្រវែងចឹងឃើញហើយអ្នកគ្នាយកចម្លើយទៅសំណួរកនឹងយកមកដាក់ជំនួសចូលនេះឧទាហរណ៍ខ្ញុំឃើញ600ខ្ញុំមិនដឹងថាអ្នកនរគ្នាកណនាឃើញម៉ានេះខ្ញុំឧទាហរណ៍ទៅឃើញ600ចឹង v ស្មើ600ទៅគុណនឹង l ហ្នឹងនេះប្រវែងពីលើខ្ញុំបែកឲ្យមិញ2000ចឹងគុណមកអ្នកនរគ្នាឃើញមីលីម៉ែត្រគីបណាមៀតគិតជាគីបផ្ទៃគិតជាការ៉េហ្នឹងប្រយ័ត្នបន្តិចតោះទាំងអស់ហើយតកតងជាមួយនឹងស៊ីឡាំងឥឡូវចូលមកដល់ធនិមិត្តវិញម្ដងតាមរយៈមេរៀនណាគេនិយាយថានេះបើសិនជា បើសិនជាលើ AB AB ជាមួយនឹង AC នេះបើសិនជាគេមានចំណុចនៅចំកណ្ដាលនៃពួកវារៀងគ្នាន័យថា E នឹងនៅកណ្ដាល AB ហើយ D នឹងនៅកណ្ដាល AC អញ្ចឹងណាគេថា ED ហ្នឹងក៏វានៅពាក់កណ្ដាលដែរមានន័យថា ED ហ្នឹងក៏វាត្រូវនៅពាក់កណ្ដាល BC ដែរយក BC ហ្នឹងបើចែកជា2គេហៅថាបាតមធ្យមនៃត្រីកោណមួយគេហ្នឹងគេហៅបាតមធ្យមណាវាស្មើជាមួយនឹងអាបាតរបស់វាហ្នឹងចែកជា2អ្នកនរគ្នាអាចឬក៏ស្មើចេះអា BC បាតធំហ្នឹងណាវាស្មើនឹងបាតមធ្យមគុណនឹង2គឺ2ដងនៃ ED ហើយអ្នកនរគ្នាជំនួសចូលមកនេះ BC គេប្រាប់មកហើយគឺ 6x បូក4ស្មើ DE ឬក៏ ED នេះ2កតាឲ្យសុំដាក់មុខកញ្ចក់ហេតុអីបានដាក់មុខកញ្ចក់ឯសារវាមាន2តួគឺ x គឺ 9x ដក4បើវាមានតែ 9x មិនបាច់ដាក់មុខកញ្ចក់ទេបើវាមានតែលេខ4ក៏មិនបាច់ដាក់ដែរតែបើមាន 9x ដក4ហើយទៅដាក់ហើយអ្នកនរគ្នាដល់សេសមីការដាក់ទី7យើងរំលឹកឡើងវិញមកគុណពលាតទៅដល់ 8x គុណអានេះចូលមកឃើញដក8អ្នកគ្នាបោះចឹង 6x ដក 8x បោះមកអង្គទី1ដក8នេះហើយដកអា 4 នេះបូកបោះមកបានដកចឹងឃើញដក 4x ស្មើដក 12នាំឲ្យ x នឹងស្មើដក 12ចែកដក 4ឃើញ3អ្នកគ្នាឃើញហើយគេឲ្យយើងកណនាតម្លៃ x ចាឥឡូវដូចនេះ x យើងស្មើប៉ុន្មាន x យើងស្មើ3អញ្ចឹងយើងមើលមកវិញគឺយើងយកគ្រាន់តែយើងយកអាបាតធំហ្នឹងណាស្មើនឹងមកនឹង2គុណឲ្យអាបាតមធ្យមហ្នឹងមកយើងគ្រាន់ជំនួសចូលមកដល់គ្នាជំនួសចូលឲ្យដល់សេសមីការបោះចុះបោះឡើងមកឃើញ x អីតោះ A B C D ជាប៉ាឡេឡូក្រាមបង្ហាញថាត្រីកោណនឹងប៉ុនគ្នាតោះត្រីកោណ ADC ដឹងហើយត្រីកោណនេះអត់កែងទេបើអត់កែងទេគឺប្រើលក្ខខណ្ឌ3តាយើងប្រើចអ្នកគ្នាប្រើចមកចឬក៏មើលចមើលត្រីកោណដែលគេឲ្យយើងបង្ហាញគឺ ADC ជាមួយនឹងត្រីកោណនៃគេអ្នកគ្នាមើលជាមួយត្រីកោណ ABC អញ្ចឹងឯងនេះ ABC ខាងពណ៌បៃតងហ្នឹងហើយណាពណ៌ក្រហមដោយសារតែ ABCD ជាប៉ាឡេឡូក្រាមហើយចឹងបើប៉ាឡេឡូក្រាមមានន័យថាAC នេះជាកត់ទ្រង់រួមកត់ទ្រង់ហើយវាជាជ្រុងរួមរបស់ត្រីកោណទាំងពីរអានឹងយើងបានមួយឯងអ្នកនរគ្នាអាចប្រើចក៏ត្រូវដែរបើជាប៉ាឡេឡូក្រាមន័យថាជ្រុងនេះដែលខ្ញុំគូបើជាប៉ាឡេឡូក្រាមមានន័យថាខ្ញុំសរសេរឲ្យហ្មងណានេះអញ្ចឹងជ្រុងអីជ្រុង AD ស្មើ BC ដោយសារហេតុអីវាជាប៉ាឡេឡូក្រាមតមកទៀតមក AC ជាជ្រុងរួមបន្តមកទៀតអានេះក៏ជាប៉ាឡេឡូក្រាមដែរអញ្ចឹងអានឹងក៏វាស្មើគ្នាដែរ
ចុះបើអ្នកទាំងអស់គ្នាចង់ប្រើលក្ខខណ្ឌផ្សេងពីនឹងអ្នកទាំងអស់គ្នាស្រឡាញ់លក្ខខណ្ឌអីផ្សេងមកស្រឡាញ់លក្ខខណ្ឌអីផ្សេងឧទាហរណ៍ថាស្រឡាញ់លក្ខខណ្ឌអីបានមើលchờមើលឧទាហរណ៍ថាchờមើលchờបើchờមើលchờអ្នកទាំងអស់គ្នាយកជ្រុងនេះជាមួយជ្រុងនេះហើយនេះជាជ្រុងរួមមកបន្តទៀតអត់នេះយកមុំមួយនេះជាមួយមុំនេះមុំពីរហ្នឹងគឺប៉ុនគ្នាណាគឺជាហៅមុំឆ្លាស់ក្នុងមុំពីរហ្នឹងគេហៅថាមុំឆ្លាស់ក្នុងអញ្ចឹងករណីពីរនេះលើអានេះក៏ប្រើបានអានេះក៏ប្រើបានចុះពេលមើលចាំមើលវិញមើលចាំមើលបើសិនជាវាជាប៉ាឡេឡូក្រាមមុំនេះក៏ប៉ុនគ្នាមុំនេះក៏ប៉ុនមើលមុំ D មុំកន្លែង D នេះចាថ្មីមុំកន្លែង D និងមុំកន្លែង B នេះប៉ុនគ្នាមុំកន្លែង A នេះជាមួយមុំកន្លែង C ខាងនេះគឺប៉ុនគ្នាដែរមុំឆ្លាស់ក្នុងណាបន្តទៀតអ្នកនរគ្នាយកជ្រុង AD ជាមួយ BC មកដោយសារវាជាប៉ាឡេឡូក្រាមគឺវាស្មើគ្នាហើយចឹងប្រើបានទាំង3ដោយសារតែគេប្រាប់មកជាប៉ាឡេឡូក្រាមចឹងយើងទាញបានលក្ខខណ្ឌទាំងអស់ហ្នឹងអ្នកនេះចង់ប្រើមួយណាក៏បានដែរចឹងពេលលំហាត់ខ្ញុំអត់ដឹងថាអ្នកគ្នានឹងជួបលំហាត់ប្រភេទអីដែលប្រើលក្ខខណ្ឌអីទេសំខាន់ចូលលក្ខខណ្ឌមួយណាអ្នកគ្នាអាចទាញបានមួយណាវាប៉ុនគ្នាគឺមួយហ្នឹងអូខេមានតែប៉ុណ្្នឹងទេចឹង good luck អ្នកទាំងអស់គ្នា